ឃើញទស្សនភាពទាំងនោះប៉ុន្តែលោកមិនបាននិយាយអ្វីឡើយលោកក្មួយសុំលាទៅវិញហើយម្ដងនេះឯងដឹងតែចប់របស់ពុកយើងហើយអាកញ្ចាស់ត្រៀមខ្លួនចូលមកជួសអាហើយទៅយ៉ាងម៉េចហើយច្បាស់ផ្ទាល់ភ្នែកឬនៅពេលខ្លះយើងមិនដឹងពីចិត្តរបស់គេទេសំខាន់គេចង់លេងឯងមែនទែនហើយដូចឯងនិយាយមែនសម្លាញ់ម្ដងនេះជីវិតគ្នាពឹងលើឯងហើយលោកមេភូមិលោកគ្រូសូមជួយប្តីខ្ញុំផងគាត់មិនដឹងកាត់អីទេចុកពោះប្រកាច់ពេញក្រែសូមជួយប្តីខ្ញុំផងប្រហែលជាគេលេងខាងនោះវិញហើយសម្លាញ់ឆាប់ទៅមុនទៅគ្នាទៅតាមក្រោយប្រហែលមិនបានទេខ្លាចគេមកធ្វើខាងនេះម្ដងដនក៏ចាប់ផ្ដើមសូត្រគាថាចងឃុំព័ទ្ធផ្ទះរបស់លោកមេភូមិដោយហេតុថាខ្លាចមានគេលេងពីក្រោយក្រោយមកលោកដនក៏ធ្វើដំណើរទៅផ្ទះនាយធឿនអូយចុកពោះណាខ្ញុំឈឺពេញខ្លួនហើយជួយខ្ញុំផងខ្ញុំសូមអង្វរបងកុំបារម្ភអីលោកគ្រូមកដល់ហើយខំជំនះវាឡើងបងលោកគ្រូប្តីខ្ញុំគាត់ឈឺអ្វីដែរមិនក៏គាត់ស្រែកខ្លាំងម្ល៉េះវាមិនមែនជាជំងឺទេតែជាអំពើនេះមិនធម្មតាទេចាំខ្ញុំជួយគេសិនចាំរៀបរាប់តាមក្រោយតែសុំយកគេទៅផ្ទះមេភូមិទៅនៅទីនោះមានរបស់របរគ្រប់គ្រាន់អាចជួយគេបានចាស់តែផ្ទះខ្ញុំគ្មានរទេះគោទេមិនអីទេមានវិធីហើយពេលទៅដល់ផ្ទះលោកមេភូមិលោកដនក៏បានរៀបចំពិធីដោះអំពើឲ្យពូធឿនអំពើនេះមិនធម្មតាទេមានទាំងកន្ត្រៃដៃគោលស្បែកក្របីគេលេងខ្លាំងណាស់យប់នេះប្រហែលគេបញ្ជាកូបាមកហើយយប់នេះឯង3នាក់កុំចេញពីបន្ទប់ឲ្យសោះទោះឮសំឡេងអ្វីក៏ដោយចាស់លោកគ្រូយប់ស្ងាត់មានកូនគោមួយដើរចូលមកក្នុងផ្ទះលោកមេភូមិដើម្បីមកជល់សម្លាប់មនុស្សគ្រាន់តែឃើញភ្លាមដនគាត់បានដឹងថាគោនោះមិនមែនជាគោធម្មតាទេវាជាគោបាដែលគ្រូធ្មប់បញ្ជាមកមិនចាំយូរលោកដនបានសូត្រគាថាដាស់កុមារក្រហមទៅប្រយុទ្ធជាមួយគោបានោះមើលទៅសភាពមិនស្រួលដនបានដាស់គោបាទៅជាមួយទៀតដើម្បីជួយកុមារក្រហមចុងបញ្ចប់គោបារបស់ដនក៏អាចផ្ដួលគោបារបស់គ្រូធ្មប់បានម្ដងនេះចាំខ្ញុំជាអ្នកលេងឯងវិញម្ដងកូនពុកនាំឯងទៅមើលរបស់មួយដែលពុកទុកចិញ្ចឹមវាយូរហើយវាមើលទៅគួរឲ្យខ្លាចណាស់ពុកតើកូនដឹងថារាល់ថ្ងៃវាស៊ីអ្វីទេតើវាស៊ីអ្វីទៅពុកវាស៊ីឈាមស្រស់សាច់ស្រស់ជួយខ្ញុំផងជួយខ្ញុំផងសូម្បីតែគ្នាឯងក៏មិនលើកលែងដែរឯងពិតជាសាហាវមែនអ្នកណាក៏ដោយឲ្យតែគ្មានប្រយោជន៍សម្រាប់យើងគឺយើងមិនទុកឡើយហើយនរណាក៏ដោយឲ្យតែចង់ចាញ់ផ្ចាលជាមួយខ្ញុំគេមិនដែលមានលទ្ធផលល្អឡើយគ្រូអាគម3នាក់ហើយដែលបានស្លាប់ក្រោមថ្វីដៃខ្ញុំថ្ងៃនេះថែមឯងមួយទៀតក៏មិនអីដែរ
បើអញ្ចឹងយើងសាកគ្នាមើលទៅតើនរណាខ្លាំងជាងពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមប្រយុទ្ធគ្នាចុងបញ្ចប់គ្រូធ្មប់នោះក៏ត្រូវបានអ៊ំដនសម្លាប់ហើយអាបនោះក៏ត្រូវបានអ៊ំភឿនសម្លាប់ដូចគ្នាចង់លួចខំពីក្រោយខ្នងផងអាបចង្រៃម្ដងនេះទុកឲ្យខ្ញុំកំចាត់ឯងភឿនគ្នាអរគុណឯងណាស់ដែលបានមកជួយគ្នាឲ្យរួចផុតពីសេចក្តីស្លាប់មិនអីទេសម្លាញ់គ្នាមកលឹកនេះចង់ឲ្យសម្លាញ់ឯងទៅជួយកំចាត់ធ្មប់ឆ្កែខ្មៅនៅឯភូមិអូកូគីព្រោះវាអុកលុកអ្នកភូមិខ្លាំងណាស់តាមសមត្ថភាពខ្ញុំមិនអាចកំចាត់វាបានឡើយមានតែសម្លាញ់ដនទេអាចទៅរួចបាទតែចាំពីថ្ងៃទៀតទើបយើងអាចធ្វើដំណើរទៅបានសូមអរគុណប្រិយមិត្តទាំងអស់ដែលបានទស្សនាសាច់រឿងរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ